សួស្តីបងប្អូនទាំងអស់គ្នាកន្លឹះវីដេអូនេះខ្ញុំមកបង្ហាញបងប្អូនរបៀបបង្ហោះរូបភាពច្រើនរួចដាក់ចំណងជើងតាមរូបភាពនីមួយៗនៅក្នុង account Facebook របស់យើងដោយបងប្អូនបានឃើញអញ្ចឹងខ្ញុំបានយករូបភាព3សន្លឹកយកមកបង្ហោះនៅក្នុង account Facebook របស់ខ្ញុំអញ្ចឹងមានលោតមកចេញទម្រង់បែបនេះបងប្អូនហ្នឹងហើយអញ្ចឹងបើសិនជាបងប្អូនចង់ចេះពីរបៀបបង្ហោះរូបភាពឲ្យបានច្រើននៅក្នុង account Facebook របស់យើងបងប្អូនអាចទស្សនាវីដេអូនេះជាមួយខ្ញុំបានបងប្អូនចុចចូលនៅក្នុង app account Facebookបន្ទាប់មកបងប្អូនចុចចូលកន្លែងរូប profile របស់យើងបន្ទាប់មកបងប្អូនអូសscrollឡើងលើបងប្អូនចុចចូលកន្លែងរូបភាពបងប្អូនណានេះឃើញទេបាទចុចនៅកន្លែងល្បាហ្នឹងមកបាទចុចចូលទីនេះមកហើយបងប្អូនជ្រើសរើសយករូបភាពមួយមកឥឡូវជ្រើសរើសយករូបភាពមួយនេះបាទអញ្ចឹងវាចេញមកទម្រង់បែបនេះហើយបងប្អូនអូសscrollឡើងលើបន្តិចបងប្អូននឹងឃើញបាទកន្លែងនេះបាទបងប្អូនចុចចូលកន្លែងហ្នឹងមកបាទចុចចូលដើម្បីយើង select យករូបភាពផ្សេងទៀតអញ្ចឹងណាបងប្អូនបាទហ្នឹងហើយអញ្ចឹងយើង select យករូបភាព2ទៀតមកបាទបងប្អូនបង្ហោះទៅ3រូបភាពបានហើយបាទពេលដែលបងប្អូន select យករួចរាល់ហើយបងប្អូនចុចពាក្យថា next បងប្អូនណាឥឡូវយើងបាន select យករូបភាពទាំង3នឹងរួចរាល់វាចេញមកទម្រង់បែបនេះបងប្អូនណាហ្នឹងហើយពេលដែលចេញទម្រង់បែបនេះមើលទៅដូចអត់សូវតាក់ទាញបងប្អូនណាហ្នឹងហើយបងប្អូនជ្រើសរើសយកកន្លែងនេះបាទដើម្បីយើងទៅរើសយកបាទ style បងប្អូនណាហ្នឹងហើយបាទឥឡូវខ្ញុំជ្រើសរើសយក style មួយនេះបាទអញ្ចឹងខ្ញុំយក style មួយហ្នឹងបាទហើយបងប្អូនដាក់ចំណងជើងរួមមកបាទរួមនៃរូបភាពរបស់យើងហ្នឹងឥឡូវឧទាហរណ៍របៀបបង្ហោះរូបភាពច្រើនរួចផ្លេចរួចមួយបងប្អូនណាហ្នឹងហើយដាក់កន្លែងនេះសិនបាទដាក់កន្លែងនេះរួចដាក់ចំណងជើងតាមរូបភាពនីមួយៗនៅក្នុង account Facebook របស់យើងនេះជាចំណងជើងរួមរបស់រូបភាពទាំងអស់ហ្នឹងហើយបើសិនជាបងប្អូនចង់ដាក់ចំណងជើងតាមរូបភាពនីមួយៗបងប្អូនចុច select កន្លែងនេះបាទចុច select កន្លែងហ្នឹងមកបាទនេះបងប្អូនអាចដាក់ចំណងជើងតាមនេះបាននេះឃើញទេបាទបងប្អូនចុចមកបាទដាក់ចំណងជើងតាមរូបភាពរបស់យើងមកហើយមួយទៀតបងប្អូនដាក់មកបាទហ្នឹងតាមរូបភាពរបស់យើងហ្នឹងយើងថតក្បែរអីក្បែររទេះទឹកអីចឹងទៅឬក៏យើងថតបាទជាមួយកូនយើងបាទរូបមន់អីចឹងបាទមន់កកធំអីចឹងទៅហើយបងប្អូនដាក់ចំណងជើងឲ្យត្រូវនឹងបាទរូបភាពបងប្អូនមកអញ្ចឹងខ្ញុំអត់បំពេញទេបងប្អូនចុចចេញមកវិញបាទចុចចេញមកវិញហើយបងប្អូនបាទមើលកន្លែងនេះបាទមើលកន្លែងហ្នឹងបើសិនជាបងប្អូនចុចចូលកន្លែងនេះបាទចុចចេញកន្លែងហ្នឹងមកបើសិនជាចេញជា fan ចេះទៅបាទបងប្អូននេះចេញជា fan បែបនេះណាហ្នឹងហើយបងប្អូនមើលកន្លែងហ្នឹងដែរពេលបងប្អូនផុសអញ្ចឹងបងប្អូនយកពាក្យថា public ផែនដីបាទហើយបងប្អូនចុចដានបងប្អូនមើលកន្លែងហ្នឹងរួចរាល់ហើយចុចពាក្យថានេះបន្ទាប់បងប្អូនហ្នឹងហើយចុចមកពេលលោតមកផ្ទាំងបែបនេះខ្ញុំនឹងបង្ហាញនេះមួយចំណុចដល់បងប្អូនទាំងអស់គ្នាបានដឹងអញ្ចឹងណាហ្នឹងហើយបងប្អូនមើលខាងលើនេះកន្លែងរូបផែនដីនេះកន្លែងយើងដាក់បាទ fan of fan បងប្អូនណាហ្នឹងហើយអញ្ចឹងបងប្អូនចុចយករូបផែនដីហ្នឹងត្រូវហើយបាទចុចដានមកវិញមកបាទខាងក្រោមនេះអញ្ចឹងអ្នកណាក៏ comment យើងបានដែរអាច comment នៅក្នុង account Facebook របស់យើងពេលដែលយើងផុសទៅបងប្អូនហ្នឹងហើយបើសិនជាបងប្អូនចង់ឲ្យតែ fan បងប្អូនបាទ comment បានទេបងប្អូនចុចមកបាទ fan of fan ក៏បានដែរបងប្អូនណាហ្នឹងហើយបងប្អូនចង់ឲ្យគេ comment បាទឧទាហរណ៍មានអ្នកដតីអញ្ចឹងចង់ comment មកយើងបងប្អូនចុចមកបាទចុចបាទយកផែនដីមកហ្នឹងហើយបងប្អូនចុចចេញមកវិញហើយកន្លែងនេះបាទគឺការកំណត់ឲ្យយើងផុសរូបភាពបងប្អូនចុចមកហើយបងប្អូនយកខាងក្រោមនេះបាទបើសិនជាបងប្អូនចង់ផុសនៅម៉ោងប្រហែលណាហ្នឹងហើយឥឡូវថ្ងៃនេះថ្ងៃទី20ខែ4ឆ្នាំ2026អញ្ចឹងបាទបងប្អូនណាហ្នឹងហើយបងប្អូនបើសិនជាបងប្អូនចង់ផុសថ្ងៃទី20ពេលល្ងាចអញ្ចឹងបងប្អូនចុចចូលកន្លែងនេះមកអូខេណាបងប្អូនហ្នឹងហើយតបមកបងប្អូននេះយកដូចថាម៉ោង6កន្លះអញ្ចឹងទៅបងប្អូនចុចមកហើយបងប្អូនយកកន្លែងនេះយកបាទនេះម៉ោង6កន្លះពេលល្ងាចបងប្អូនត្រូវចុចកន្លែងហ្នឹងណាហ្នឹងហើយចុចកន្លែង PM ហ្នឹងមកឲ្យវាលោតចេញបែបនេះបងប្អូនណាហ្នឹងហើយតបបងប្អូនចុចនេះកន្លែងនេះបាទចុចកន្លែងហ្នឹងមកបាទបើសិនជាបងប្អូនយកកន្លែងហ្នឹងហ្នឹងហើយបើសិនជាបងប្អូនថាកំណត់ថាផុសពេលល្ងាចបើសិនជាបងប្អូនចង់ផុសឥឡូវបងប្អូនចុចកន្លែងនេះបាទចុចកន្លែងបាទផុស now ហ្នឹងមកហ្នឹងហើយបងប្អូនចុចចេញមកវិញវាលោតមកចេញលក្ខណៈបែបនេះបាទហើយខាងក្រោមនេះ share to story បងប្អូនហ្នឹងហើយបើសិនជាបងប្អូនចង់ឲ្យរូបភាពទាំង3រូបហ្នឹងបាទផុសចូលទៅក្នុង share នៅក្នុង story បងប្អូនចុចបើកអញ្ចឹងមកបើសិនជាបងប្អូនថាអត់ចង់ share ទៅក្នុង story ទេបងប្អូនចុចវាមកហើយបងប្អូនចុចបិទមកបាទចុចបិទចេញមកវិញមកហ្នឹងហើយបងប្អូនចុច off ចេញមកបាទហើយខាងក្រោមនេះសម្រាប់បងប្អូនបាទ share ណានេះឃើញបាទ sharing to Facebook group បងប្អូនហ្នឹងហើយអញ្ចឹងបងប្អូនចង់ឲ្យបាទ group មួយណា share អញ្ចឹងបងប្អូនហ្នឹងហើយអញ្ចឹងបងប្អូនចុច select មកបងប្អូនចង់ឲ្យនិយាយថាឥឡូវក្រុមមួយនេះបាទក្រុមមួយនេះ share បាទរូបភាពរបស់យើងដែរអញ្ចឹងណាបងប្អូនចុចវា select ចឹងមកបាទអញ្ចឹងបងប្អូនតាក់ទងផុសពីអីបងប្អូនបាទចុចបាទដាក់តាមនឹងមកបាទឲ្យតែឃើញរូបស្អាតបងប្អូនដាក់មកហ្នឹងហើយចុចចឹងមកណាហ្នឹងហើយចុច select ចឹងមកហ្នឹងបងប្អូនឃើញបាទអញ្ចឹងក្រុមទាំងអស់ហ្នឹងនឹង share បាទ account Facebook របស់យើងដែលយើងបានផុសរូបភាពហ្នឹងបងប្អូនណាហ្នឹងហើយឥឡូវខ្ញុំសុំដកវិញគឺខ្ញុំអត់ឲ្យក្រុម share ទេបងប្អូនណាហ្នឹងហើយបងប្អូនចុចចេញមកវិញហ្នឹងចុចចេញមកវិញ
ហើយខាងក្រោមពីចំណុចនេះបងប្អូនបាច់ធ្វើវាទេបាទទុកនឹងហើយបន្ទាប់មកបងប្អូនចុចពាក្យថាផុសនឹងមករួចជាការស្រេចហើយបងប្អូនណាហ្នឹងហើយចាំបងប្អូនរងចាំបាទនេះបងប្អូនឃើញទេបាទនេះបាទឥឡូវយើងបានផុសរូបភាពនឹងរួចរាល់ហើយបងប្អូនអាចអនុវត្តតាមវីដេអូរបស់ខ្ញុំបានបាទអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បាទសូមជម្រាបលា